សូមកលេចទៅមើលស្ថានភាពនៅថ្ងៃទី1ខែសីហាបើកទំព័រថ្មីនៅខែថ្មីវិញឥឡូវនេះប្រធានាធិបតីអាមេរិកគឺលោកដូណាល់ត្រាំនិងអ៊ីស្រាអែលកំពុងតែពិចារណាថានឹងបើកការវាយប្រហារទៅលើអ៊ីរ៉ង់គំតិចប្រហុកថាពោសំខាន់ចោលតែម្ដងចំណែកអ៊ីរ៉ង់វិញក៏បាននិយាយថាប្រសិនបើអ្នកហ៊ានបំផ្ទុះប្រភពថាពលនិងទីតាំងសេដ្ឋកិច្ចរបស់ខ្ញុំខូចខាតនោះកុំគិតថាអ្នកនឹងរួចខ្លួនទីតាំងប្រភពថាវពលនិងតំបន់សេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប់ក៏ត្រូវបានកំទេចដូចគ្នាផងដែរហេតុការណ៍នេះនឹងអាចកើតឡើងនៅពេលឆាប់ប្រសិនបើអ៊ីរ៉ង់មិនព្រមដោះស្រាយអំពីបញ្ហាការចរចានិងកិច្ចព្រមព្រៀងមួយចំនួនដែលត្រូវបើកច្រកសមុទ្រហមជាមួយនឹងអាមេរិកនោះបាទសូមលំអរកាយនិងសូមស្វាគមន៍ទៅដល់ប្រិមិត្តកំពុងតែតាមដានស្ថានភាពដ៏ក្តៅកគុកនៅឯតំបន់មជ្ឈមបូព៌ាវិញប្រិមិត្តណាដែលនេះគឺជាការផ្សាយនៅថ្ងៃទី1ខែសីហាឆ្នាំ2026បាទអញ្ចឹងប្រិមិត្តនឹងពុកម៉ែបងប្អូនឃើញថាសង្គ្រាមរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបាទនៅថ្ងៃទី1ខែសីហានេះបាទគឺអាមេរិកបញ្ឈប់ការវាយប្រហារទៅលើអ៊ីរ៉ង់ហើយប៉ុន្តែអ៊ីរ៉ង់ឯនោះទេបាទនៅថ្ងៃទី1ខែសីហានេះនៅតែបន្តបើកការវាយប្រហារបាទទៅលើប្រទេសគុយវ៉ែនហើយនឹងបន្តបំទុះកប៉ាល់នៅឯច្រកសមុទ្រហមរហូតដល់2គ្រឿងបន្ថែមទៀតហើយនឹងបំផ្លាញកប៉ាល់ដឹកប្រេងរបស់អូម៉ោមួយគ្រឿងបាទមុននេះបន្តិចនឹងឯងណែអញ្ចឹងវិញប្រិមិត្តអ៊ីរ៉ង់អត់ព្រមបាទបញ្ចប់ចំនួនបាទងាយស្រួលនោះទេណាហើយក៏អត់ព្រមចូលទឹកចរចាដោយងាយស្រួលនោះផងដែរកន្លែងនេះវាមានហេតុផលរបស់អ៊ីរ៉ង់អញ្ចឹងទៅបាទឥឡូវនេះដល់ចំណុចក្តៅវិញចំណុចក្តៅយ៉ាងម៉េចបើយើងកលេចទៅមើលប្រធានាធិបតីអាមេរិកបាទចុងក្រោយនេះទី1គាត់បានដាក់ផែនការរាយបាទដាក់ទណ្ឌកម្មឬក៏ពន្ធទៅលើប្រទេសចំនួន5បាទទៅលើប្រទេសចំនួន5ដែលប្រមានថាប្រសិនបើប្រទេសចំនួន5ហ្នឹងឲ្យតណាហ៊ានផ្ដល់អាវុធទៅដល់អ៊ីរ៉ង់នឹងត្រូវបានដាក់ពន្ធប្រមាណជា 50% បាទដាក់ពន្ធប្រមាណជា 50% នៅក្នុងនោះមានដូចជាឥណ្ឌាចិនបាទរុស្ស៊ីប៉ាគីស្ថាននិងនេហ្សេរីយ៉ាអញ្ចឹងប្រទេសចំនួន5ហ្នឹងបើសិនជាអ្នកណាហ៊ានតែផ្ដល់អាវុធហើយនឹងធ្វើពាណិជ្ជកម្មជាមួយនឹងអ៊ីរ៉ង់នឹងត្រូវបានដំឡើងពន្ធ 50% ព្រាមផងដែរណាប្រិមត្តណាបាទអញ្ចឹងចាំមើលថារុស្ស៊ីហើយនិងចិននេះអាចធ្វើអីជួយអ៊ីរ៉ង់បានទេប្រសិនបើល្មើសនៅក្នុងការប្រមាននេះបាទអាមេរិកនឹងដាក់ពន្ធ 50% ហើយបាទទៅលើទំនិញពាណិជ្ជកម្មទាំងអស់ហើយនេះគឺជាការលេងបាទអ៊ីរ៉ង់ម្ចាស់ដៃហើយណាគឺជាសញ្ញាអាក្រក់សម្រាប់អ៊ីរ៉ង់ហើយចំណែកឥណ្ឌាវិញក៏ទោះបីជាមិនដែលផ្ដល់អាវុធទៅដល់ភាគីអ៊ីរ៉ង់ពិតមែនណាព្រោះថាឥណ្ឌានិងអ៊ីស្រាអែលហ្នឹងហើយគឺជាសម្ព័ន្ធមិត្តនឹងគ្នាប៉ុន្តែបាទឥណ្ឌាហ្នឹងហើយក៏ជាអ្នកទិញប្រេងអ៊ីរ៉ង់ដែរអញ្ចឹងយើងក៏ចាំមើលបាទចំហរបស់ឥណ្ឌាដែរណាប្រិមិត្តបាទបន្តទៀតឥឡូវនេះឃើញថាលោកដូណាល់ត្រាំបន្ទាប់ពីបានជួបជាមួយនឹងលោកនេតានយ៉ាហ៊ូកាលពីខែចុងខែកក្កដាហើយឥឡូវនេះបាទខាងអ៊ីស្រាអែលគេបាននិយាយថាអញ្ចេះបើសិនជាណែអាមេរិកត្រូវការអ៊ីស្រាអែលឲ្យចូលទៅក្នុងចំនួនសង្គ្រាមដែរអ៊ីស្រាអែលនឹងគ្រប់គ្រងអាមេរិកយ៉ាងពេញទំហឹងនៅក្នុងការវាយប្រហារទៅលើអ៊ីរ៉ង់ម្ដងទៀតបើតាមការវិភាគតាមស្ថានភាពនៅពេលជាក់ស្ដែងអ្នកវិភាគបាននិយាយថាសង្គ្រាមនឹងអាចផ្ទុះឡើងចំនួន2នៅក្នុងតំបន់តែមួយបាទចំនួន2នៅក្នុងតំបន់តែមួយហេតុអីបានជាគេវិភាគទៅគេមើលឃើញអញ្ចឹងព្រោះគេផ្សារភ្ជាប់ជាមួយនឹងអារ៉ាប៊ីសាអូអ៊ីតមួយទៀតណាប្រិមិត្តណាគណៈពេលនេះយើងឃើញថាអារ៉ាប៊ីសាអូអ៊ីតក៏ប្រកាសចូលទៅក្នុងសង្គ្រាមទៅហើយមិនថែតែប៉ុណ្ណោះឥឡូវនេះបាទអារ៉ាប៊ីសាអូអ៊ីតនឹងបានគៀងគរសម្ព័ន្ធមិត្តចំនួនបាន14ប្រទេសនៅក្នុងការបើកច្រកសមុទ្រក្រហមឬក៏បែបអស់ម៉ាន់ដេតនឹងបន្ទាប់ពីក្រុមអូទីមហូទីបានប្រកាសបិទការពីចុងខែកក្កដាហើយអ្វីដែលគួរឲ្យកត់សម្គាល់បាទគឺសមាជិក14ប្រទេសដែលចូលរួមជាមួយនឹងអារ៉ាប៊ីសាអូអ៊ីតលើការបើកច្រកសមុទ្របែបអស់ម៉ាន់ដេតឬក៏ច្រកសមុទ្រក្រហមនឹងមានដូចជាបាទមហាអំណាចនុយក្លេអ៊ែរបាទប៉ាគីស្ថានហើយប្រទេសទូគីដែលជាសមាជិក NATO និងបណ្ដាប្រទេសអារ៉ាប់ផ្សេងទៀតប៉ុន្តែក៏មើលឃើញថាចំហបណ្ដាប្រទេសទាំងអស់នោះពិតជាគ្រប់គ្រងអារ៉ាប៊ីសាអូអ៊ីតលើការបើកច្រកសមុទ្រក្រហមពិតមែនហើយបើតាមសេចក្តីថ្លែងការណ៍របស់មេដឹកនាំចុងក្រោយរបស់ក្រុមអូទីមហូទីបាននិយាយថាអារ៉ាប៊ីសាអូអ៊ីតកំពុងតែពង្រីកសង្គ្រាមហើយឲ្យកាន់តែធំឡើងហើយប៉ុន្តែបាទបើសិនជាអារ៉ាប៊ីសាអូអ៊ីតព្យាយាមទម្លុះបាទរនាំងការពីច្រកសមុទ្រក្រហមពិតមែនខ្លួនក៏មិនស្ទាក់ទើរនៅក្នុងការកំទេចផងដែរបើទោះបីជាមានសម្ព័ន្ធបាទឆន្ទៈឬក៏កងកម្លាំង14ប្រទេសបើច្រកសមុទ្រនោះពិតមែនណាប្រិមិត្តណាណែអញ្ចឹងខាងក្រុមអូទីមហូទីយ៉ាងមែនហ្នឹងគេពមៀនអារ៉ាប៊ីសាអូអ៊ីតហើយថាទោះបីជាមានខ្នងបង្អែកប៉ាគីស្ថានឬក៏អាមេរិកឬក៏ទូគីក៏ដោយក៏អត់ខ្លាចនៅក្នុងការបំផ្ទុះសង្គ្រាមដែរនេះហើយគឺជាសញ្ញានៃការផ្ទុះសង្គ្រាមធំមួយទៀតរវាងអារ៉ាប៊ីសាអូអ៊ីតនិងបាទក្រុមអូទីមហូទីយ៉ាងមែននឹងឯង
សម្រាប់ក្រុមឧទាមហូទីឥឡូវនេះកំពុងតែចម្លងយុទ្ធសាស្ត្ររបស់អេរ៉ង់សុទ្ធសាធមុននេះបន្តិចមានការបញ្ជាក់ថាបានបណ្ដេញកប៉ាល់បាទដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតចំនួន5គ្រឿងឲ្យថយក្រោយទៅវិញហើយអញ្ចឹងមានន័យថាបាទនៅក្នុងមនសិការរបស់ក្រុមឧទាមហូទីគឺអត់មានដែរខ្លាចនៅក្នុងការធ្វើសង្គ្រាមជាមួយនឹងអារ៉ាប៊ីសាអូឌីតម្ដងទៀតនោះទេបាទរឿងហ្នឹងក៏សំខាន់ដែរបាទសូមបន្តទៀតឥឡូវនេះយើងកលេចមកអ៊ីស្រាអែលហើយនិងសហរដ្ឋអាមេរិកវិញឃើញថាលោកដូណាល់ត្រាំបានចេញសេចក្តីថ្លែងការណ៍ទុកឱកាសឲ្យអេរ៉ង់រយៈពេលមួយសប្តាហ៍ប្រសិនបើមួយសប្តាហ៍ក្រោយអត់មានកិច្ចព្រមព្រៀងអីនោះទេបាទអ្នកវិភាគឬក៏តាមសម្ដីរបស់គាត់និយាយថាគឺនឹងអាចមានការវាយប្រហារទ្រង់ទ្រាយធំដោយគំទេចប្រភពថាមពលទាំងអស់របស់អេរ៉ង់ហើយកោះខាតដែលជាអណ្ដូងប្រេងសំខាន់នឹងអាយុជីវិតរបស់អេរ៉ង់តែមួយនោះក៏អាចត្រូវគំទេចផងដែរប្រសិនបើចំហរបស់អេរ៉ង់មិនព្រមចូលតុចរចាឬក៏មិនមានកិច្ចព្រមព្រៀងអ្វីកើតឡើងនៅក្នុងការបើកច្រកសមុទ្រហូម៉ូសឡើងវិញហើយបញ្ចប់សង្គ្រាមជាមួយអាមេរិកខាងភាគីអ៊ីស្រាអែលវិញក៏បានបញ្ជាក់ថាខ្លួនគាំទ្រអាមេរិកយ៉ាងពេញទំហឹងហើយបើតាមអ្នកវិភាគមើលឃើញថាមហិច្ឆតារបស់អ៊ីស្រាអែលគឺធ្វើយ៉ាងម៉េចឲ្យអេរ៉ង់ទន់ខ្សោយបើលើកនេះបើអ៊ីស្រាអែលក៏ហក់ចូលទៅក្នុងសង្គ្រាមហើយគឺអ៊ីស្រាអែលនឹងបំទុះទីតាំងប្រភពថាមពលគឺរោងចក្រនុយក្លេអ៊ែររបស់អេរ៉ង់ហើយណាប្រិយមិត្តណាតើតើនឹងសង្គ្រាមនៅឯតំបន់មជ្ឈិមបូព៌ាបាទបើយើងស្ដាប់ទៅវាហាក់ដូចជាសាំញ៉ាំវារញ៉េរញ៉ៃណាស់ព្រោះតំណែងតំណងពីប្រទេសមួយទៅប្រទេសមួយតែងតែខ្វែងគំនិតគ្នាប៉ុន្តែមានតំណែងតំណងបាទឆ្លងកាត់គ្នាអញ្ចឹងទៅឥឡូវនេះសុំសម្ដាប់អំពីរឿងរបស់អេរ៉ង់វិញអេរ៉ង់បានបញ្ជាក់ថាមកទល់ពេលនេះគឺច្រកសមុទ្រហូម៉ូសគឺជារបស់ខ្លួនឯងតែម្នាក់គត់អត់មានភាគីរបស់អូម៉ង់នោះទេអានឹងរឿងទី1ទី2នៅថ្ងៃទី1ខែសីហានេះបាទអេរ៉ង់នៅតែបន្តតាមគំនិតបាទក្រុមប្រជាជនខុតដែលបណ្ដាឲ្យមេដឹកនាំមួយចំនួនត្រូវបានស្លាប់ប៉ុន្តែក៏ត្រូវបានបាទមេដឹកនាំរបស់ទូគីគឺលោកអូដេហ្គាន់បានពមៀនអេរ៉ង់ថាកុំឲ្យវាយប្រហារទៅលើក្រុមប្រជាជនខុតនៅក្នុងទឹកដីរបស់អ៊ីរ៉ាក់ម្ដងទៀតអសោះប្រយ័ត្នក្រុមនេះបាទដូចជារុញក្រុមនេះឲ្យទៅគ្រប់គ្រងអាមេរិកនិងអ៊ីស្រាអែលថែមទៀតអញ្ចឹងបើសិនជាអ៊ីស្រាអែលបាទបោះអាវុធទៅឲ្យក្រុមឧទាមខុតនេះឬក៏ក្រុមប្រជាជនខុតនេះប្រកាសណាស់ជាមានសង្គ្រាមទល់គ្នានៅក្នុងរវាងបាទប្រទេសអេរ៉ង់ផ្ទាល់ខ្លួនឯងតែម្ដងដែលសពថ្ងៃនេះប្រជាជនខុតនឹងមានរាប់លានអ្នកនៅក្នុងទឹកដីរបស់អេរ៉ង់អានេះហើយគឺជាបាទពាក្យសម្ដីរបស់មេដឹកនាំទូគីហើយយើងមើលឃើញថាចំហទូគីគឺកំពុងតែការពារមិនឲ្យក្រុមនេះបាទជួយអាមេរិកក៏ជួយអ៊ីស្រាអែលទៅវាយអេរ៉ង់នោះទេហើយក៏ជាហេតុដែលធ្វើឲ្យរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ហ្នឹងក៏អំណរគុណទៅដល់លោកអឺដេហ្គាន់ដែរបាទដែលជួយការពារខ្លួនបាទដែលជួយការពារខ្លួនបន្តទៀតប្រិយមិត្តបន្ទាប់ពីលោកដូណាល់ត្រាំគម្រាមអញ្ចឹងហើយអ៊ីស្រាអែលក៏ថាលូកដៃចូលទៅក្នុងចំនួននេះដែរបាទខាងមេដឹកនាំអេរ៉ង់និងមន្ត្រីយោធារបស់អេរ៉ង់ក៏បានប្រមានថាបើសិនជាអ្នកឯងហ៊ានបំផ្ទុះបាទទីតាំងប្រភពថាមពលរបស់ខ្ញុំហើយធ្វើឲ្យមានការខូចខាតនោះទ្រង់ទ្រាយធំខ្ញុំក៏មិនទុកដែរបាទទីតាំងពាណិជ្ជកម្មនិងទីតាំងប្រភពថាមពលរបស់បណ្ដាប្រទេសទាំងអស់នៅតំបន់មជ្ឈិមបូព៌ាក៏ត្រូវខ្ទេចរួមជាមួយនឹងគ្នាដែរនៅក្នុងចំណុចនេះបាទយោធារបស់អេរ៉ង់បានចោទប្រកាន់ថាសហរដ្ឋអាមេរិកបានទាញប្រទេសអារ៉ាប៊ីសាអូឌីតហើយនិងបណ្ដាប្រទេសអារ៉ាប់ធ្វើជាខែការពារខ្លួនដែលធ្វើយ៉ាងម៉េចឲ្យអេរ៉ង់នេះបោះចុះញោមប៉ុន្តែខាងយោធាអេរ៉ង់បានបញ្ជាក់ថាយុទ្ធសាស្ត្រនេះមិនមានឥទ្ធិពលទៅលើអេរ៉ង់នោះទេព្រោះអេរ៉ង់មិនខ្លាចញញើតនៅក្នុងការវាយប្រហារទៅលើពួកគេឡើយអេរ៉ង់បានចង្អុលមើលគំរូរយៈពេលមួយសប្តាហ៍ចុងក្រោយហើយថាក្រុមប្រពស៊ីរបស់អេរ៉ង់ឥឡូវនេះបានទទួលបញ្ជាបើកការវាយប្រហារឆ្លងទៅដល់ប្រទេសអេស៊ីបថែមទៀតអានេះគឺជាសញ្ញាដែលអេរ៉ង់បង្ហាញថាអត់ខ្លាចញញើតនៅក្នុងការធ្វើសង្គ្រាមទ្រង់ទ្រាយធំបន្តទៀតជាមួយនឹងអាមេរិកនោះទេបាទអញ្ចឹងគឺខ្លាំងប៉ះខ្លាំងហើយពេលមិនណាអត់មានចំហនៅក្នុងការចរចាណាមួយបាទចេញជាផ្លូវការឬក៏ដំណោះស្រាយណាមួយអាចដោះស្រាយបាននោះទេគឺបាទមានតែដំណើរអញ្ចឹងហើយបាទគឺខ្ទេចខ្ទីទាំងអស់គ្នានឹងឯងបាទអញ្ចឹងឥឡូវនេះយើងមានតែតាមដានចាំមើលថារវាងអារ៉ាប៊ីសាអូឌីតនិងក្រុមឧទាមហូទីយ៉ាម៉ែនហើយជាមួយនឹងប្រទេស14ហ្នឹងតើវាទៅជាយ៉ាងណានៅសប្តាហ៍ក្រោយហើយរវាងអាមេរិកនិងអេរ៉ង់នេះនឹងអាចផ្ទុះសង្គ្រាមឈានទៅដល់ការបំផ្លាញប្រភពថាមពលគ្នាដែរទេនឹងបន្តតាមដានបាទអញ្ចឹងឥឡូវនេះខ្ញុំបាទក៏សូមអានអំពីបច្ចុប្បន្នភាពចុងក្រោយដែលអេរ៉ង់បើកការវាយប្រហារទៅលើបាទប្រទេសគុយវ៉េតផងបើកការវាយប្រហារទៅលើអូម៉ង់ផងនិងបំទុះកប៉ាល់ចំនួន2គ្រឿងបន្ថែមទៀតនៅច្រកសមុទ្រហូម៉ូសបាទសូមស្ដាប់ដូចតទៅកើតនៅថ្ងៃសៅរ៍ទី1ខែសីហាឆ្នាំ2026នេះអេរ៉ង់បានបើកការវាយប្រហារទៅលើប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាទី1ប្រទេសគុយវ៉េត
អេរ៉ង់បានបើកការវាយប្រហារទ្រង់ទ្រាយធំដោយប្រើប្រាស់កងទ័ពដ្រូននិងមីស៊ីលលើដែនអាកាសរបស់គុយវ៉េតតាំងពីព្រឹកព្រលឹមស្រាងៗមកម្លេះកងទ័ពឆ្មាំបដិវត្តរបស់អេរ៉ង់បានប្រកាសថាពួកគេបានកំណត់គោលដៅទៅលើមូលដ្ឋានកងទ័ពអាកាសអាម៉េតអាចាបឺរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសគុយវ៉េតដោយបានវាយប្រហារទៅលើជំរកយន្តហោះចម្បាំងប្រព័ន្ធទំនាក់ទំនងផ្កាយរណបឃ្លាំងស្តុកបរិក្ខាយោធាក្រៅពីនោះទីតាំងធ្លាក់ចំទីតាំងរដ្ឋាភិបាលសំខាន់ៗនិងរថយន្តរបស់ក្រុមហ៊ុនស៊ីវិលនៅលើកោះប៊ូប៊ីយ៉ាផងដែរស្ថានភាពនៃកងទ័ពគុយវ៉េតបានស្ទាក់ចាប់និងបាញ់កំទេចដ្រូនរបស់អេរ៉ង់ប៉ុន្តែអំបែងបានធ្លាក់ចូលទៅក្នុងតំបន់មួយចំនួនបង្កឲ្យមានអគ្គិភ័យប្រទេសទី2គឺអូម៉ង់មានការវាយប្រហារដោយកំជួចប៉ាឡេស្ទីកផ្លោងដោយមិនបានបញ្ជាក់អំពីអត្តសញ្ញាណពិតប្រាកដបានវាយប្រហារនឹងបំផ្ទុះនាវាដឹកប្រេង Tanker មួយគ្រឿងរបស់ប្រទេសអូម៉ង់នៅឯច្រកសមុទ្រហូម៉ូសចំណុចទី3ការវាយប្រហារនៅច្រកសមុទ្រហូម៉ូសនៅថ្ងៃទី1ខែសីហានេះកងកម្លាំងឆ្មាំបដិវត្តរបស់អេរ៉ង់បានបញ្ជាក់ថាពួកគេបានបំផ្ទុះនាវាពាណិជ្ជកម្មចំនួន2គ្រឿងបន្ថែមទៀតហើយការពង្រីកបិទផ្លូវទឹកនេះទាមទារឲ្យនាវាទាំងអស់នោះសុំការអនុញ្ញាតជាមុនសិនឬក៏ថ្លែងចេញចូលនៅច្រកសមុទ្រហូម៉ូសនោះកលេចទៅមើលសម្ដីរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំចុងក្រោយឥឡូវនេះលោកដូណាល់ត្រាំបាននិយាយថាទុកឱកាសឲ្យអេរ៉ង់រយៈពេលមួយសប្តាហ៍ថែមទៀតប្រសិនបើគ្មានកិច្ចព្រមព្រៀងអ្វីនោះទេអាចនឹងមានការផ្ទុះសង្គ្រាមធំនិងផ្ទុះគំតិចទីតាំងប្រភពថាមពលរបស់អេរ៉ង់នេះតែម្ដងនៅក្នុងនោះអ្នកវិភាគបានមើលឃើញថាអាមេរិកនិងអ៊ីស្រាអែលនឹងអាចគំតិចប្រព័ន្ធសេដ្ឋកិច្ចរបស់អេរ៉ង់ឲ្យខូចខាត 70% ដែលធ្វើឲ្យរដ្ឋាភិបាលរបស់អេរ៉ង់មិនអាចនាំចេញប្រេងបាននឹងឧស្ម័នការកំទេចរោងចក្រចម្រាញ់ប្រេងកប៉ាល់ដឹកប្រេងនឹងធ្វើឲ្យរដ្ឋាភិបាលទីក្រុងតេហិរ៉ង់ខ្សែធននៅក្នុងរយៈពេលខ្លីមួយទៀតនោះការវាយប្រហារទៅលើប្រភពថាមពលនិងទីតាំងសំខាន់ៗរបស់អេរ៉ង់មិនអាចលក់ប្រេងបានវាបានធ្វើឲ្យអេរ៉ង់មិនអាចគ្រប់គ្រងទៅដល់ក្រុមប្រប៉ាស៊ីរបស់ខ្លួនដូចជាអាវុធនិងលុយកាក់ជាដើមដើម្បីឲ្យក្រុមទាំងអស់នោះបន្តចលនាតស៊ូដូចជាក្រុមហេសប៊ូឡាហាម៉ាស់ហូទីយ៉ាមិនជាដើមកង្វះខាតថាមពលនិងអគ្គិសនីនៅក្នុងប្រទេសអេរ៉ង់កំពុងតែជំរុញឲ្យបាតកម្មផ្ទៃក្នុងពីសំណាក់ប្រជាជនអាចនឹងឈានទៅដល់ការដួលរលំនៃរបបដឹកនាំបច្ចុប្បន្នថែមទៀតផងក៏អាចថាបានបាទអញ្ចឹងពុកម៉ែបងប្អូនបានស្ដាប់ហើយអាចនឹងយល់ហើយបាទថាឥឡូវនេះគឺវាអាចនឹងដល់ចំណុចមួយដែលត្រូវបំផ្ទុះបាទរោងចក្រថាមពលរបស់អេរ៉ង់ទាំងស្រុងតែម្ដងក៏អាចថាបានដែរប្រសិនបើចំហរបស់អេរ៉ង់គឺមិនព្រមចោតតុកចរចាហើយអត់មានចំណាត់ការអ្វីមួយកើតឡើងនោះកន្លែងនេះខ្ញុំក៏បញ្ជាក់ផងដែរថារដ្ឋាភិបាលរបស់អេរ៉ង់គឺចង់ចរចាជាមួយអាមេរិកដើម្បីបញ្ចប់ជម្លោះប៉ុន្តែបើមន្ត្រីយោធារបស់អេរ៉ង់តែងតែបើឆាឆៅឬក៏តែងតែបំផ្លាញការចរចាមួយលើកពីរលើកដូចជាប្រតិទិភាពជាក់ស្ដែងកន្លងមកហើយណាបទជប់បាញ់ត្រូវបានកើតឡើងហើយគេកំពុងតែរៀបចំការចរចាម្ដងទៀតដែលមានការសម្រុះសម្រួលពីប៉ាគីស្ថានទាំងទៅប៉ុន្តែអេរ៉ង់ក៏អត់សុខចិត្តឲ្យរឿងច្រកសមុទ្រហូម៉ូសហ្នឹងណាដូច្នេះហើយគាត់បើកការវិប្រហារចូលទៅដល់ទឹកដីសុរនីដែលជាការបង្កហេតុឲ្យមានសង្គ្រាមផ្ទុះឡើងម្ដងទៀតអញ្ចឹងទេបាទពុកម៉ែបងប្អូននឹងពិនិត្យតាមដានមើលថាតើសង្គ្រាមរវាងអារ៉ាប៊ីសាអូឌីតនិងក្រុមឧទាមហូទីយ៉ាម៉ែនហ្នឹងដឹកនាំរបស់សម្ព័ន្ធមិត្ត14ប្រទេសទៀតហ្នឹងតើវាទៅជាយ៉ាងណាហើយស្ថានភាពនៅច្រកសមុទ្រហូម៉ូសរវាងអាមេរិកនិងអ៊ីរ៉ង់នេះនឹងទៅជាយ៉ាងណាបាទនៅថ្ងៃស្អែកនេះខ្ញុំនឹងធ្វើការអធិប្បាយចែកជូនទៅដល់ប្រិយមិត្ត